ថ្ងៃនេះសូមនិយាយពីក្មេងយុវតីក្មេងកំឡោះកំមុំមិនចំពោះថាកំឡោះកំមុំទាំងអស់ទេតែមួយចំនួនធំសម័យនេះគឺជាសម័យដែលជឿនលឿនជាសម័យតាមអ៊ីនធឺណិតអញ្ចឹងការភ្លើតភ្លើនការយកខុសការតាមប្រព័ន្ធអនឡាញនេះមួយយើងប្រើឲ្យមានប្រយោជន៍គឺវាមានប្រយោជន៍ដល់ពេលយើងប្រើអត់ប្រយោជន៍គឺបំផ្លាញជីវិតជាពិសេសក្មេងៗឆ្កក្រោយហ្នឹងមកវាធ្វើឲ្យវាបាត់បង់សតិបាត់បង់ការភាពជាល្អវាដើរតែផ្លូវខុសទោះបីពុកម្ដាយបដៅយ៉ាងម៉េចក៏វាពិបាកនឹងត្រឡប់ពិលក្រោយវាមករកល្អវិញបានដែរខ្ញុំមើលទៅវាភាគច្រើនអ្នកខ្លះដើរផ្លូវខុសរហូតដល់ចុកគ្រឿងញៀនលួចកាប់សម្លាប់ឆក់ប្លន់អ្វីក៏អាចធ្វើបានកាន់តែច្រើនទៅខ្ញុំក៏ជាម្ដាយគេដែរខ្ញុំយល់អារម្មណ៍មួយហ្នឹងចំពោះដែរម្ដាយដែលចិញ្ចឹមកូនហើយបដៅកូនមិនស្ដាប់តាមបង្គាប់ឬក៏មិនគោរពតាមពាក្យសម្ដីម្ដាយបដៅអារម្មណ៍ហ្នឹងវាធ្វើឲ្យពុកម្ដាយគឺឈឺចាប់ហើយក្មេងឥឡូវនេះគឺវាខុសច្រើនខ្ញុំមិនដឹងថាត្រូវធ្វើម៉េចបើសិនជាអាចខ្ញុំសនំពរថាកុំឲ្យមានគ្រឿងញៀនឬក៏ក្មេងៗដែលលេងហ្គេមតាមអនឡាញហ្នឹងគឺកុំឲ្យមានហ្មងបងប្អូនហ្គេមតាមអនឡាញហើយចាក់មន់តាមអនឡាញទៀតខូចអស់ហើយលក់ម៉ូតូពីចាំទូរស័ព្ទចេះលួចចេះអើយខ្ញុំសុំតែសើមកមែនតាខូចអស់ហើយខ្ញុំមិនដឹងត្រូវនិយាយថាម៉េចទេអានេះសម្រាប់តាខ្ញុំមើលក្មេងៗសម័យនេះគឺសងតា 50% ហើយសម្រាប់ក្មេងៗភ្លើតភ្លើនខូចអស់វីដេអូនេះផងដែរមានតែប៉ុណ្្នឹងបងប្អូនអរគុណច្រើន